ស្ដីបងប្អូនទាំងអស់គ្នាថ្ងៃនេះលោកគ្រូមានរូបមន្ត2ពាក់ព័ន្ធជាមួយនឹងការគណនាក្នុងគីមីអញ្ចឹងរូបមន្តទី1ពាក់ព័ន្ធជាមួយរូបមន្តគណនាម៉ូលនៃអាតូមឬក៏ម៉ូលេគុលអញ្ចឹងក្នុងការរូបមន្តគណនាម៉ូលឬក៏ម៉ូលេគុលយើងអនុវត្តតាមរូបមន្តគឺ n ស្មើ m តូចលើ m ធំដែល n គឺជាអី n គឺជាចំនួនម៉ូលហើយ m ធំគឺជាម៉ាស់គិតជាក្រាមហើយ m ធំគឺជាម៉ាស់ម៉ូលគិតជាក្រាមក្នុង1ម៉ូលនិងរូបមន្តទី2គឺជារូបមន្តសម្រាប់គណនាកំហាប់ជាម៉ូលរបស់ solution អញ្ចឹងយើងបានរូបមន្តគឺ C ស្មើជាមួយនឹងអីបងស្មើជាមួយ n ចំនួនម៉ូលចែកជាមួយនឹងមាត្រគឺមាត្ររបស់ solution ណានេះតែបងអាចមើលបានដូចជា C គឺជាកំហាប់គិតជាម៉ូលក្នុងដេស៊ីម៉ែត្រគីបឬក៏ម៉ូលក្នុងលីត្រឬក៏ m ហើយ n គឺជាចំនួនម៉ូលធាតុរលាយគិតជាម៉ូលហើយ VS គឺជាមាត្ររបស់ solution គិតជាដេស៊ីម៉ែត្រគីបឬក៏លីត្រតោះអញ្ចឹងលោកគ្រូមានលំហាត់អនុវត្តមួយដែរអញ្ចឹងគេថាគេដាក់សូលសុងប្រាក់នីត្រាតអញ្ចឹងបងប្អូនមកស្គាល់ថាប្រាក់សូលសុងនីត្រាតមានសញ្ញានិមិត្តសញ្ញាបែបម៉េចសិនតោះនេះប្រាក់នីត្រាតនេះអញ្ចឹងបងប្អូនដឹងថាប្រាក់នីត្រាតគឺមាននិមិត្តសញ្ញាគឺ AC NO 3បងណាអញ្ចឹងចូលទៅក្នុងសូលសុងកាល់ស្យូមក្លូរូអញ្ចឹងបងប្អូនត្រូវស្គាល់ថាតើកាល់ស្យូមក្លូរូហ្នឹងមាននិមិត្តសញ្ញាបែបម៉េចដែរតោះអញ្ចឹងកាល់ស្យូមក្លូរូគឺមាននិមិត្តសញ្ញាគឺ CaCl2 បងណាបាទដែលកាល់ស្យូមក្លូរូហ្នឹងគឺដែលមានមាត្រគឺ50សង់ទីម៉ែត្រគីបជាមួយនឹងកំហាប់របស់វាគឺ2ម៉ូលក្នុងដេស៊ីម៉ែត្រគីបអញ្ចឹងគេឲ្យបងប្អូនគណនាម៉ាស់កកប្រាក់ក្លូរូដែលកកើនតោះអញ្ចឹងបងប្អូនមកមើលការបកស្រាយរបស់លោកគ្រូតោះអញ្ចឹងគណនាគេបងប្អូនគឺគណនាម៉ាស់កកប្រាក់ក្លូរូអញ្ចឹងគ្រូសុំស្រាយជានិមិត្តសញ្ញាទៅគឺប្រាក់ក្លូរូគឺ ACCl តោះអញ្ចឹងជំហានដំបូងដើម្បីអាចគណនាម៉ាស់បានគឺយើងត្រូវសរសេរសមីការជាមុនសិនអូនណាគឺយើងសរសេរសមីការសិនតោះអញ្ចឹងយើងមកគឺសរសេរសមីការតាំងប្រតិកម្មអូនណាតោះតាំងប្រតិកម្មអញ្ចឹងគេយកអីបូកអីអូនតោះអញ្ចឹងគេយកជាមួយនឹងប្រាក់នីត្រាតបូកជាមួយនឹងកាល់ស្យូមក្លូរូណាតោះអញ្ចឹងបូកមកគឺយើងយកប្រាក់នីត្រាតដែលវាជាសូលសុងរលាយក្នុងទឹកបូកជាមួយអីគេអូនបូកជាមួយនឹងកាល់ស្យូមក្លូរូយើងបង្កើតបានអីអូនណាគឺបង្កើតបងប្អូនត្រូវដឹងថាកាលណាសូលសុង2បូកបញ្ចូលគ្នាកាលណាកកើតគឺមានសមាធាតុមួយដែលវាជាកកណាតោះអញ្ចឹងយើងបែកបានមកមានន័យថានេះប្រាក់នេះគឺយើងប្រាក់ទៅចាប់យកអីគេអូនប្រាក់ចាប់យកក្លូហើយចំណែកកាល់ស្យូមនេះចាប់យកនីត្រាតអូនណាតោះអញ្ចឹងយើងបង្កើតបានអីអូនគឺយើងបង្កើតបានជាកាល់ស្យូមនីត្រាតបូកជាមួយនឹងអីគេអូនបូកជាមួយនឹងប្រាក់ក្លូរូណានេះឃើញយើងបានកកប្រាក់ក្លូរូមកអត់អញ្ចឹងយើងចាប់ដើមត្រូវបដាណាតោះគឺដែលវាជាកកវាជាអង្គធាតុរឹងគឺយើងតាំងដោយ solid ណាហើយបងណាតោះអញ្ចឹងបន្ទាប់យើងបានធ្វើហើយយើងមុននឹងធ្វើបន្តទៀតគឺយើងត្រូវថ្លឹងសមីការជាមុនសិនណាគឺយើងត្រូវថ្លឹងសមីការជាមុនសិនមកតោះអញ្ចឹងបងឃើញថាប្រាក់ខាងនេះមានមួយអាតូមបងមួយខាងនេះមានមួយអញ្ចឹងស្មើហើយប៉ុន្តែយើងមើលក្លម្ដងក្លខាងនេះមាន2តែក្លខាងនេះមាន1ដាក់មកវាស្មើគ្នាអូនគឺយើងដាក់វា2មកអូនណាដាក់វា2ដើម្បីវាស្មើគ្នាណាតោះបានប៉ុណ្ណឹងហើយយើងមកថ្លឹងសារថ្មីវិញប្រាក់ខាងនេះយើងឃើញថាមាន2ប្រាក់ខាងនេះមាន1ទៅអត់អញ្ចឹងដាក់មកវាស្មើ2ដាក់2មកដើម្បីវាស្មើគ្នាណាតោះអញ្ចឹងប្រាក់ខាងនេះមាន2ប្រាក់មាន2នីត្រាតមាន2នេះ2ដូចគ្នាកាល់ស្យូមមាន1គ្នាអញ្ចឹងសមីការយើងមានលំនឹងហើយណាតោះអញ្ចឹងយើងមកតាមរូបមន្តម្ដងណាគឺគេឲ្យបងប្អូនគណនាម៉ាស់កកតោះអញ្ចឹងយើងតាមរូបមន្តមកហើយម៉ាស់កករបស់យើងគឺយើងតាមរូបមន្តណាបានគឺយើងតាមរូបមន្តនេះគឺ m តូចស្មើ n កូននឹង m ធំហ្មងណាតោះអញ្ចឹងតាមរូបមន្តមកតោះតាមតោះម៉ាស់កកអីគេអូនគឺម៉ាស់កកប្រាក់ក្លូរូណាតោះប្រាក់ក្លូរូស្មើគេអូនស្មើនឹងចំនួនម៉ូលរបស់វាកូនជាមួយនឹង m ធំអូនណាកូននឹង m ធំប្រាក់ក្លូរូណាតោះអញ្ចឹងអ្វីដែលយើងស្គាល់ណាអ្វីដែលយើងស្គាល់គឺស្គាល់ m ធំរបស់វាអូនណាស្គាល់ m ធំរបស់វាគឺម៉ាស់ម៉ូលរបស់វាណាតោះយើងដាក់តិចមកដែលណាដែល m ធំរបស់ប្រាក់ក្លូរូគឺស្មើជាមួយម៉ានអូនគឺយើងស្មើជាមួយនឹង108បូកម៉ានអូនបូកនឹង 35.5 អញ្ចឹង108បូក 35.5 គឺស្មើនឹង 143.5 ណាតោះគិតជាអីគេអូនគិតជាក្រាមក្នុង1
ក្នុង1ម៉ូលណាតោះបានប៉ុណ្ណឹងហើយតើអីយើងនៅខ្វះគឺយើងនៅខ្វះចំនួនម៉ូលណាអញ្ចឹងចំនួនម៉ូលរបស់អីគេអូនគឺរបស់ប្រាក់ក្លរូនេះគឺយើងអត់តន់ស្គាល់ទេណាយើងអត់តន់ស្គាល់ទេតែយើងអាចរកតាមណាបានគឺយើងអាចរកតាមកំហាប់នេះតាមកំហាប់ជាមួយមៀតរបស់ការខ្យងក្លរូបានដែលយើងមានណាតោះអញ្ចឹងតែn របស់អីគេអូនរបស់ការខ្យងក្លរូណាគឺស្មើបងស្មើកំហាប់គុណជាមួយនឹងគុណជាមួយនឹង v ណា v គឺជា v អីគេអូនគឺជា v solution ណាតោះអញ្ចឹងដាក់តិចមកដែលណាដែលកំហាប់របស់មៀតរបស់ solution ស្មើប៉ុន្មានអូនកំហាប់របស់វាគឺស្មើនឹង2m ណាហើយចំណែកមៀតរបស់វាស្មើប៉ុន្មានអូនមៀត solution របស់យើងនេះអញ្ចឹងមៀតរបស់ solution របស់យើងគឺស្មើ50 cm គីបណាតោះ50 cm សង់ទីម៉ែត្រគីបណាអញ្ចឹងយើងបែកទៅណាអូនគឺយើងបែកទៅជាដេស៊ីម៉ែត្រគីបឬក៏លីត្រណាតោះអញ្ចឹងយើងបាន 0.005 គិតជាដេស៊ីម៉ែត្រគីបណាអូនណាតោះអញ្ចឹងយើងបានប៉ុណ្ណឹងហើយយើងអាចយកចំនួនចូលតិចមកណាយកចំនួនចូលមកអញ្ចឹងយើងនាំឲ្យចំនួនម៉ូលណាចំនួនម៉ូលរបស់អីអូនការខ្យងក្លរូគឺស្មើជាមួយប៉ុន្មានអូនស្មើជាមួយនឹង2កូនជាមួយ 0.05 ណាចឹងយើងស្មើប៉ុន្មានបងគឺស្មើ 0.1 ម៉ូលណាតោះ 0.1 ម៉ូលឥឡូវយើងបាន 0.1 ម៉ូលហើយយើងបានចំនួនម៉ូលប៉ុន្តែចំនួនម៉ូលនេះគឺជាចំនួនម៉ូលរបស់ការខ្យងក្លរូទេអញ្ចឹងយើងអាចតោងទៅរកចំនួនម៉ូលរបស់ប្រាក់ក្លរូបានអត់អូនគឺបានតាមរយៈអីគេតាមរយៈសម័យកាលណាតោះឥឡូវតាមរយៈសម័យកាលអញ្ចឹងគ្រូសុំលុបខាងនេះចេញខ្លះតោះសុំកាត់ខាងនេះចេញទៅមកអញ្ចឹងបានមកគឺ 0.1 ណាតោះតាមឥឡូវយើងតាមរយៈមកតាមរយៈសម័យកាលណាអូនណាបាទតាមសម័យកាលតើចំនួនម៉ូលណាដែលយើងចង់រកអូនគឺយើងចង់រកចំនួនម៉ូលរបស់ប្រាក់ក្លរូណាតោះអញ្ចឹងនាំឲ្យចំនួនម៉ូលប្រាក់ក្លរូគឺស្មើជាមួយនឹងចំនួនម៉ូលអីគេដែលយើងមានអូនយើងយកធៀបគ្នាគឺចំនួនម៉ូលរបស់ការខ្យងក្លរូអូនណាតោះអញ្ចឹងយើងយកស្មើមកគឺយើងបានចំនួនម៉ូលរបស់ក្លរូយើងបាន2ដងនៃចំនួនម៉ូលអីគេអូនចំនួនម៉ូលរបស់ការខ្យងក្លរូណាអញ្ចឹងយើងស្មើប៉ុន្មានអូនគឺស្មើ 0.1 កូនជាមួយនឹង2ណាអញ្ចឹងគឺស្មើ 0.2 ម៉ូលអូនណាតោះហ្នឹងគឺយើងបានហើយឥឡូវពេលនេះគឺយើងមានអស់ហើយណាពាក់ព័ន្ធជាមួយ m ធំរបស់ប្រាក់ក្លរូជាមួយនឹងចំនួនម៉ូលរបស់ប្រាក់ក្លរូយើងមានអស់ហើយអញ្ចឹងយើងអាចយកចំនួនម៉ូលតាមរង្វាន់អញ្ចឹងគេបានអូនណាតោះគេបានម៉ាស់ដែលយើងចង់រកគឺម៉ាស់កកអីអូនប្រាក់ម៉ាស់កករបស់ប្រាក់នីត្រានអូនណាតោះប្រាក់ក្លរូគូសុំតោណាគឺស្មើជាមួយនឹងអីកូនគឺស្មើនឹង 0.2 ម៉ូលគុណជាមួយនឹង143.5 ណាតោះអញ្ចឹងម៉ាស់វាឃើញប៉ុន្មានអូនតោះអញ្ចឹងម៉ាស់របស់វាគឺឃើញមានបងប្អូនណាដឹងអត់តោះអញ្ចឹងម៉ាស់របស់វាគឺឃើញ 28.5 ណាគិតជាក្រាមតោះអញ្ចឹងបានចប់ហើយយើងដាក់ដូចនេះតិចមកអូនណាដាក់ដូចនេះតិចមកដូចនេះម៉ាស់របស់អីគេអូនម៉ាស់របស់ប្រាក់ក្លរូដែលជាកកហ្នឹងក្នុងសូចុងគឺស្មើជាមួយ 28.5 ក្រាមតោះអញ្ចឹងបងអាចមើលបន្ថែមបានហើយវីដេអូគ្រូថ្ងៃនេះមានតែប៉ុណ្ណឹងអញ្ចឹងបើសិនបងប្អូនត្រូវការរៀនបន្ថែមសូមបងប្អូនមកកាន់សាលា High Vincent School សូមអរគុណ